ការអានវាគឺជាផ្នែកមូលដ្ឋានមួយដែលសំខាន់ដែលជាធ្វើឲ្យចរន្តសេដ្ឋកិច្ចរីកចម្រើនចឹងយើងឃើញថាប្រទេសធំមួយចំនួនដូចជាប្រទេសដែលអភិវឌ្ឍដូចជាសហរដ្ឋអាមេរិកឬក៏ប្រទេសអាល្លឺម៉ង់ឬក៏ប្រទេសអីផ្សេងនៅអឺរ៉ុបហ្នឹងគេឲ្យតម្លៃមែនទែនតាក់ទងការងារបណ្ណាល័យការងារអានហ្នឹងហើយសឹងតែពេលខ្លះបណ្ណាល័យរបស់គេធំមែនទែនបណ្ណាល័យខ្លះ14ជាន់បណ្ណាល័យខ្លះគេធំមែនទែនអញ្ចឹងវាធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលមែនទែនថាហេតុតែវេប្រទេសអភិវឌ្ឍចាយដូចច្រើនមែនទេតាក់ទងនឹងការងារទាំងអស់ហ្នឹងដែលការងារទាំងអស់ហ្នឹងបើយើងមើលក្នុងរូបភាពសេដ្ឋកិច្ចគឺជាចំណាយនេះគឺជាការលើកឡើងរបស់លោកសុកឡាជាបុគ្គលមួយរូបដែលធ្វើការជាច្រើនដើម្បីជំរុញការអាននៅក្នុងប្រទេសកម្ពុជាលោកក៏ជាបុគ្គលមួយរូបដែលយកកន្លែងផ្ទាល់ខ្លួនរបស់លោកបង្កើតជាបណ្ណាល័យដែលមានឈ្មោះថាបណ្ណាល័យបញ្ញវន្តបណ្ណាល័យនេះគឺជាកន្លែងមួយដែលបើកឲ្យមហាជនចូលអានសៀវភៅដោយឥតគិតថ្លៃតែលោកសុកឡាគឺជាអ្នកណាហើយហេតុអ្វីបានជាលះបង់ពេលវេលាដើម្បីជំរុញឲ្យកូនខ្មែរចូលចិត្តការអានបែបនេះបាទអញ្ចឹងខ្ញុំអាចនិយាយប្រវត្តិថាហេតុអ្វីបាទខ្ញុំចាប់អារម្មណ៍ការអានតាមពិតរឿងរ៉ាវនេះវាមានភាពវែងឆ្ងាយហើយមានភាពស្មុគស្មាញគួរសមដែរបើយើងនិយាយពីអតីតភាពរបស់ខ្ញុំគឺជាអតីតនិស្សិតនៃជំនាញសេដ្ឋកិច្ចអភិវឌ្ឍនៅសាកលវិទ្យាល័យនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចហើយខ្ញុំក៏រៀនមុខវិជ្ជាមួយទៀតជាអក្សរសាស្ត្រអង់គ្លេសនៅសាកលវិទ្យាល័យកម្ពុជាផងដែរអញ្ចឹងបន្ទាប់ពីខ្ញុំបញ្ចប់ការសិក្សាខ្ញុំចាប់ដើមអាជីពដំបូងគេបំផុតគឺជាអ្នកសារព័ត៌មាននៅកាសែតអាស៊ីអាគ្នេយ៍អញ្ចឹងយើងបានឈ្មោះប្រហែលជារយៈពេល 2-3 ឆ្នាំទៅក៏យើងចាប់ដើមអភិវឌ្ឍខ្លួនខ្លាយជាអ្នកជំនាញសេដ្ឋកិច្ចផ្នែកសេដ្ឋកិច្ចហ្នឹងនៅទស្សនៈស្ដីសេដ្ឋកិច្ចថ្ងៃនេះចំណាយពេលរយៈពេល5ឆ្នាំនៅក្នុងវិស័យព័ត៌មានអញ្ចឹងវាធ្វើឲ្យខ្ញុំមើលឃើញថាក្នុងរូបភាពការអភិវឌ្ឍសេដ្ឋកិច្ចវាត្រូវការធនធានមនុស្សដើម្បីធ្វើឲ្យសង្គមយើងហ្នឹងវាមានស្ថិរភាពកុំឲ្យមានបញ្ហាដូចអសន្តិសុខឬក៏កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ឬក៏ចាប់ដើមមានបញ្ហាផ្សេងដូចជាថ្មីនេះវាតកតងនឹងបញ្ហាកូវីដដែលវាចេញមកពីការបំផ្លាញបរិស្ថានអីទាំងអស់នេះតាមពិតវាភាគច្រើនវាចេញពីសកម្មភាពរបស់មនុស្សហើយមួយទៀតតកតងនឹងសេដ្ឋកិច្ចយើងឃើញថាយើងមានវិបត្តិសេដ្ឋកិច្ចដូចជា10ឆ្នាំមុនក៏មានវិបត្តិសន្តិសុខស្បៀងផងដែរអញ្ចឹងនៅក្នុងទស្សនៈទាននេះដែលខ្ញុំបានប្រឡូកនៅក្នុងការងារអ្នកសារព័ត៌មានផងការងារសង្គមមកហងហើយទន្ទឹមនឹងចំណេះដឹងរបស់ខ្ញុំរៀននៅក្នុងសាលារយៈពេល4ឆ្នាំតទៅនឹងសេដ្ឋកិច្ចខ្ញុំមើលឃើញថាធនធានមនុស្សពិតជាសំខាន់មែនទែនក្នុងការដោះស្រាយបញ្ហាសង្គមផងក៏ជាផ្នែកមួយដែលសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចផងហើយអញ្ចឹងខ្ញុំក៏ចាប់ដើមងាកខ្លួនពីវិស័យសារព័ត៌មានក៏ដូចជាទន្ទឹមនឹងការនោះក៏ខ្ញុំចាប់ដើមផ្ដោតអារម្មណ៍ខ្លាំងមែនទែនតទៅនឹងការងារបរិស្ថានហើយក៏ការងាររិះរន្តភាពខ្ញុំងាកចេញពីអាពីហ្នឹងយើងចាប់ដើមគិតគូរថាតើយើងធ្វើពេកដើម្បីរកមធ្យោបាយដើម្បីនៅបន្តទស្សនវិស័យតទៅនឹងនិរន្តរភាពហ្នឹងក៏ខ្ញុំគិតឃើញថាវិស័យធនធានមនុស្សហើយវិស័យអប់រំហ្នឹងពិតជាសំខាន់មែនទែនហើយតាមការស្រាវជ្រាវរបស់ខ្ញុំក៏រកឃើញដែរថាការអានវាគឺជាផ្នែកមូលដ្ឋានមួយដែលសំខាន់ដែលជាធ្វើឲ្យចរន្តសេដ្ឋកិច្ចរីកចម្រើនអញ្ចឹងយើងឃើញថាប្រទេសធំមួយចំនួនដូចជាប្រទេសដែលអភិវឌ្ឍដូចជាសហរដ្ឋអាមេរិកឬក៏ប្រទេសអាល្លឺម៉ង់ឬក៏ប្រទេសអីផ្សេងនៅអឺរ៉ុបហ្នឹងគេឲ្យតម្លៃមែនទែនតាក់ទងការងារបណ្ណាល័យការងារអានហ្នឹងហើយសឹងតែពេលខ្លះបណ្ណាល័យរបស់គេធំមែនទែនបណ្ណាល័យខ្លះ14ជាន់បណ្ណាល័យខ្លះគេធំមែនទែនអញ្ចឹងវាធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលមែនទែនថាហេតុតែវេប្រទេសអភិវឌ្ឍចាយដូចច្រើនមែនទេតាក់ទងនឹងការងារទាំងអស់ហ្នឹងដែលការងារទាំងអស់ហ្នឹងបើយើងមើលក្នុងរូបភាពសេដ្ឋកិច្ចគឺជាចំណាយប៉ុន្តែបើយើងនិយាយថាចំណាយវាខុសតិចត្រង់ថាក្នុងទស្សនៈទានរបស់ពួកគេមើលឃើញថាការចំណាយនេះគឺជាការវិនិយោគសង្គមមួយការវិនិយោគខឿនសេដ្ឋកិច្ចមួយដើម្បីធ្វើឲ្យចរន្តផ្សេងរីកចម្រើនអញ្ចឹងអានេះគឺជាគំនិតមួយដែលខ្ញុំមើលឃើញថាតាមពិតគំនិតក្នុងការជំរុញការអានជំរុញការអភិវឌ្ឍបណ្ណាល័យគឺជាផ្នែកមួយដែលសំខាន់ដើម្បីអភិវឌ្ឍគេហៅថាស្ថាប័នផ្សេងក៏ដូចជាសេដ្ឋកិច្ចផ្សេងផងដែរអញ្ចឹងវាធ្វើឲ្យខ្ញុំចាប់តាមគិតថាតើធ្វើម៉េចដើម្បីអភិវឌ្ឍយុវជនឬក៏ធ្វើម៉េចឲ្យជួយដល់សង្គមជាតិរបស់ខ្ញុំអញ្ចឹងក៏ខ្ញុំចាប់តាមងាកខ្លួនមកចាប់តាមសហការជាមួយបងស្រីខ្ញុំហើយនឹងមិត្តភ័ក្តិរបស់គាត់ចាប់តាមបង្កើតបណ្ណាល័យបញ្ញវន្តក្នុងឆ្នាំ2016នេះហ្នឹងហើយ
nhưng mà vậy tham pe đại chấp đám bị pui pon nó cũng mỗi mấy dân bậc cao bọn là lại bao nhiêu vụ này tam bất thôn thiên đại dân bậc cao nó thị trường cứ chỉ thôn thiên to luôn mau bị khổ xaพอ mau bị khuôn aiพอ mau bị bong sấy phong hay năng mệt thẹo rồi bỏ cọt phong đã bị bao cả càng gìต่างๆนี่ให้ซึ่งta sập hơi đại dân bổ mổ bất đông màu bao bọn là lại bao nhiêu vụ này cứ mau bị khổ xa đại dân miền sập hơi đại dân miền cảm nhạc tạo đấy cứ mình nè có chỗ chật án hay xòm tu tam cái hà tu riêng khốn đại về dân bổ mổ bất đông nó như khi mà sập hơi và hai dân pi pon các bạn tập bồn không cho nằm pi pon ở bồn này chẳngដំណើរការនៅក្នុងការបង្កើតហ្នឹងបានថាដំបូងយើងមានថាមានការវិជ្ជមានមែនទែនថាតើវាមានផលល្អមែនទែនប៉ុន្តែបន្ទាប់ពីយើងបើកមករយៈយើងចាប់ដើមថាភិកច្រើនសាធារណជនអត់សូវគ្រប់គ្រងនៅកំណត់ហ្នឹងឯងភិកច្រើនគេថាយើងឈួតមែនទែនបង្កើតការងារទាំងអស់ការងារបណ្ណាល័យវាមានចំណូលវាជាចំណាយវាជាបន្ទុកទៀតសឹងតែអ្នកខ្លះថាអាហ្នឹងគឺជារបបអ្នកមានឯងដែលក៏ត្រូវតែធ្វើវាយើងតែសម័យធម្មតាតើយើងកាត់វាដើម្បីអីហើយយើងមានគេហៅថាយើងមានស្អីគេល្បិចស្អីគេនៅក្រោយខ្នងហ្នឹងតែបើតាមយើងក៏យើងកំណត់ហ្នឹងថាតាមពិតវាជាកំណត់សម័យមួយដែលយើងចង់ចែកម្លេចឯងដោយសារពួកខ្ញុំវាមានសភៅនៅលើដៃច្រើនយើងចូលចិត្តអានយើងសំសភៅដូចខ្ញុំជាផ្ទាល់ខ្លួនខ្ញុំសំសភៅផងខ្ញុំអានផងរហូតដល់យើងបាន5-6ក្បាលពេលខ្លះចំពោះអ្នកអានម្នាក់អ្នកដែលគាត់ទទួលបានផលប្រយោជន៍ពីការអានយើងស្ដាយមែនទែនថា5-6ក្បាលបើយើងគុណជាលុយវាគួរសមដែរច្រើនគួរសមដែរហើយយើងក៏ស្ដាយដែរយើងមិនចង់ឲ្យគេទេឲ្យគេវាដូចជាយើងចាប់ទុកថាសភៅហ្នឹងដូចជាមីសអញ្ចឹងឲ្យគេដូចយើងឲ្យទ្រព្យសម្បត្តិទៅគេអញ្ចឹងមកជោគបាយដែលល្អជាងគេមានតែយើងចែកលេខតាមរូបភាពបណ្ណាល័យតាមរយៈការគាត់អាចមានទីតាំងមកអានមកខ្ចីហើយបន្ទាប់មកគាត់នឹងសងសភៅហ្នឹងមកវិញបាទខ្ញុំអាចនិយាយថាដំបូងយើងប្រើប្រាស់ធនធានទាំងអស់ហ្នឹងហើយយើងមានភាពវិជ្ជមានមែនទែនថាការចែកម្លេចហ្នឹងគឺជាវិធីសាស្ត្រដ៏ល្អមួយដែលធ្វើឲ្យការអ្នកទាំងអស់គ្នាដូចជាក្នុងសង្គមហ្នឹងអាចដោះស្រាយបញ្ហាបានប៉ុន្តែការឲ្យជាលក្ខណៈវាអត់គិតថ្លៃហ្នឹងវាអត់យូរអង្វែងទេដោយសារតែខ្ញុំអាចនិយាយថាវិស័យបណ្ណាល័យគឺចំណាយលុយច្រើនមែនទែនសភៅថ្លៃណាស់សេវាកម្មទាំងអស់ហ្នឹងគឺដូចជាសេវាកម្មស្វ័យរកសភៅគឺត្រូវការចំណាយធនធានមនុស្សដែលមានសមត្ថភាពអ្នកដែលចេះល្មមនឹងរកសភៅគឺពិបាករកមែនទែនសូម្បីសភៅដែលត្រូវនឹងតម្រូវការរបស់គាត់ត្រូវនឹងអាព័ត៌មានរបស់គាត់ក៏យើងត្រូវការអ្នកជំនាញនៅក្នុងការរកដែរហើយអាសេវាកម្មទាំងអស់ហ្នឹងតើតើអ្នកចេះដែលអាចធ្វើបានអ្នកមិនចេះពិបាកធ្វើមែនទែនវាចំណាយលុយច្រើនសូម្បីការប្រមូលផ្ដុំព័ត៌មានការស្វែងរកសភៅហើយប៉ះចំស្រុកយើងទៅយើងអត់ទាន់មានប្រព័ន្ធក្នុងការប្រមូលផ្ដុំទិន្នន័យសភៅទេអញ្ចឹងវាធ្វើឲ្យការងារទាំងអស់ហ្នឹងគឺចំណាយធនធានច្រើនចំណាយពេលវេលាច្រើនអញ្ចឹងទន្ទឹមនឹងហ្នឹងគឺវាអត់មាននិរន្តរភាពទេអញ្ចឹងទន្ទឹមនឹងក៏យើងចាប់តាមគិតគូរថាតើយើងធ្វើម៉េចដើម្បីឲ្យការងារបណ្ណាល័យទៅមុខអញ្ចឹងក៏ពួកខ្ញុំចាប់តាមគិតគូរថាតើមានសេវាយើងចាប់តាមធ្វើបច្ចុប្បន្នភាពសេវាកម្មមួយចំនួនដើម្បីសេវាកម្មខ្លះគាត់ប្រើប្រាស់អត់មានគិតថ្លៃទេដូចជាសេវាកម្មដែលគាត់មកបណ្ណាល័យអាននឹងគាត់យើងអត់គិតថ្លៃទេតែបើសិនជាគាត់ខ្ចីយើងនឹងគិតសេវាកម្មតិចតួចមួយចំនួនហើយនឹងយើងចាប់ដើមធ្វើបច្ចុប្បន្នភាពសេវាកម្មនោះដូចជាសេវាកម្មស្វែងរកសភៅដែលភាសាអង់គ្លេសហៅថា acquisition គឺយើងស្វែងរកសភៅតាមបច្ចេកទេសតាមជំនាញតាមព័ត៌មានតាមតម្រូវការហ្នឹងហើយក៏យើងបង្កើតជាទិន្នន័យសភៅមួយចំនួនដែលបច្ចុប្បន្នយើងប្រមូលផ្ដុំទិន្នន័យសភៅប្រហែលជា 3000 ចំណងជាងនៅលើប្រព័ន្ធបច្ចេកវិទ្យារបស់យើងហើយក៏យើងចាប់ដើមអាចថាធ្វើបច្ចុប្បន្នភាពដូចជាសេវាកម្មមួយទៀតគឺសេវាកម្មរៀបចំបណ្ណាល័យហើយចាប់ដើមរៀបចំធ្វើម៉េចឲ្យប្រព័ន្ធបណ្ណាល័យផ្សេងចាប់ដើមមានភាពដំណើរការស្រួលហើយនឹងចុងក្រោយនេះក៏យើងចាប់ដើមបង្កើតសេវាកម្មផ្សេងដើម្បីធ្វើម៉េចរកធនធានទាំងអស់ហ្នឹងដំណើរការបណ្ណាល័យហ្នឹងទៅមុខខ្ញុំឈ្មោះសុកឡាជាសហថវិនៃបណ្ណាល័យបញ្ញវន្តខ្ញុំគ្រប់គ្រងឲ្យមានអំណាចទូទាំងប្រទេសការអានគឺជាការវិនិយោគមួយដែលធូរថ្លៃក្នុងចំណោមការវិនិយោគទាំងអស់